ដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូនិងសួស្តីទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាខ្ញុំមកក្រុមទី1ហើយនេះគឺជាសមាជិករបស់ក្រុមនាងខ្ញុំហើយថ្ងៃនេះខ្ញុំលើកមាតិកាចំនួន6មាតិកាទី1នោះគឺនិយាយពីសត្វឆ្អឹងកងសត្វឆ្អឹងកងហ្នឹងគឺសត្វដែលមានសត្វឆ្អឹងកងហើយសត្វឆ្អឹងកងគឺជាផ្នែកនៃគ្រោងនៅក្នុងហើយសត្វឆ្អឹងកងហ្នឹងមាន5ថ្នាក់ថ្នាក់ត្រីថ្នាក់អភិបថ្នាក់ល្មូនហើយនិងថ្នាក់អថេកម្ដៅហើយបក្សីនិងថ្នាក់នៃកសត្វហ្នឹងជាសត្វថេកម្ដៅចូលដល់មាតិកាទី 2.1 គឺថ្នាក់ត្រីគឺត្រីថ្នាក់ត្រីហ្នឹងមានពីរផ្នែក2ព្រឹងគឺផ្នែកឆ្អឹងផ្នែកត្រីឆ្អឹងហើយនិងផ្នែកត្រីឆ្អឹងខ្ចីហើយលក្ខណៈទូទៅរបស់វាហ្នឹងវាជាសត្វឆ្អឹងកងវារស់នៅក្នុងទឹកហើយផ្លាស់ទីដោយប្រើព្រួញហើយវាដណ្ដប់ទៅដោយស្រកាស្ដើងហើយគ្របដណ្ដប់ទៅដោយស្រកីនឹងមានរាងទ្រវែងហើយប្រព័ន្ធរបត់ឈាមវានឹងឈាមដែលមានការបូនិចហើយនឹងគ្រប់ផ្នែកនៃសព្វសារនៃរាងកាយហូរចូលទៅបេះដូងហើយបេះដូងច្របូកឈាមទៅកាន់ស្រកីដើម្បីបញ្ចេញកាបូនិចនិងស្រូបយកអុកស៊ីសែនឬទឹកហើយឈាមដែលមានអុកស៊ីសែននឹងហូរផ្ទាល់ពីស្រកីទៅចិញ្ចឹមរាងកាយទាំងមូលដោយមិនត្រឡប់បេះដូងវិញឡើយទៅដល់មាតិកាទៅដល់ការបន្តពូជរបស់ត្រីការបន្តពូជរបស់ត្រីហ្នឹងគឺការបន្តពូជទៅដោយមង្គលកំណើតនៅក្រៅហើយដំបូងត្រីហ្នឹងវាត្រីញីបញ្ចេញសុទ្ធទៅក្រៅហើយត្រីឈ្មោលហ្នឹងក៏បញ្ចេញស្ពាម៉ាតូសូអ៊ីតទៅលើសុទ្ធទាំងនោះក្រោយការបន្តកំណើតស៊ីកូតខ្លាយជាកូនញ័រហើយចិញ្ចឹមជីវិតដោយអាហារបម្រុងថ្នាក់ពោះវៀនរបស់វាហើយបង្កលូតលាស់ធំធាត់រហូតខ្លាយជាត្រីពេញវ័យចូលដល់2.2គឺថ្នាក់អំភិបហ្នឹងគឺជាសត្វឆ្អឹងកងដែលអថេកម្ដៅហើយរស់នៅលើគោកផងហើយនឹងទឹកផងហើយវាមានស្បែកសើមហើយវត្តជីវិតឆ្លងកាត់ហ្នឹងបម្រែបម្រួលរូបហើយកូនញាស់តាមដង្ហើមតាមស្រកីឯសត្វពេញវ័យគឺដកដង្ហើមតាមស្បែកហើយនឹងសួតហើយសត្វឯកភាពបង្កកំណើតក្រៅហើយចូលទៅដល់រូបគង់ហ្នឹងគឺដូចក្នុងរូបហ្នឹងហើយទី2ហ្នឹងគឺប្រដាប់របត់ឈាមនេះប្រដាប់របត់ឈាមហ្នឹងគឺរបត់ឈាមកូនក្អុកដំបូងហ្នឹងឈាមវាចេញពីបេះដូងទៅកាន់ស្រកីបន្ទាប់មកហើយវាស្រកីហ្នឹងផ្នែកផ្សេងរបស់សារពាង្គកាយបន្ទាប់មកក៏ត្រឡប់ទៅចូលបេះដូងវិញដូច្នេះរបត់ឈាមកូនក្អុកហ្នឹងវារបត់ឈាមទៅដូចនឹងឈាមត្រីដែរហើយរបត់ឈាមកង្កែបពេញវ័យមានរបត់ឈាមទ្វេហើយដំបូងហ្នឹងឈាមចេញពីថតក្រោមបេះដូងទៅថតសួតស្បែកហើយរួចមកក៏ថតចូលលើឆ្វេងបេះដូងរួចក៏ទៅថយក្រោយវិញបន្ទាប់មកឈាមចេញពីថតក្រោមបេះដូងនៃជាលិកាផ្សេងរួចត្រឡប់ចូលថតលើខាងស្នាមបេះដូងវិញបន្ទាប់មកក៏ថតចូលខាងក្រោមវិញហើយប្រដាប់របត់ឈាមរបស់សត្វថ្នាក់អំភិបហ្នឹងដូចជាអង្កែបហ្នឹងនឹងហេញហើយមានលក្ខណៈពិសេសដែលប្លែកពីសត្វដទៃទៀតគឺដោយសារខាងក្រោមនេះគឺជាផ្នែកប្រព័ន្ធរំលាយអាហាររបស់វាមាត់មានទំហំធំហើយអណ្ដាតវែងហើយស្អិតសម្រាប់ចាប់សត្វល្អិតហើយថ្មីរបស់វាហ្នឹងមិនមែនសម្រាប់ទំពាទេគឺសម្រាប់តែទប់ចំណីកុំឲ្យរបបពីមាត់ប៉ុណ្ណោះហើយបំពង់អាហារហ្នឹងជាបំពង់ខ្លីហើយយឺតដែលដឹកនាំចំណីចេញពីមាត់ទៅកាន់ក្រពះហើយក្រពះហ្នឹងគឺជាកន្លែងដែលការរលាយអាហារដែលតាមបែបគីមីគឺចាប់ផ្ដើមដោយមានការបញ្ចេញអង់ស៊ីមហើយនិងអាស៊ីតហើយពោះវៀនទូចហ្នឹងគឺជាកន្លែងស្រូបយកអាហារចិញ្ចឹមដែលអាចរំលាយរួចហើយត្រូវបានបែងចែកជាពីរផ្នែកគឺគឺហើយថ្លើមហើយនឹងលំពែងហើយថ្លើមបំពេញទឹកប្រមាត់ហ្នឹងគឺសម្រាប់ជួយរំលាយជាតិខ្លាញ់ហើយលំពែងហ្នឹងបញ្ចេញទឹកកំពែងដែលមានអង់ស៊ីមសម្រាប់រំលាយអាហារហើយពោះវៀនធំហ្នឹងមានតួនាទីក្នុងការស្រូបយកទឹកនិងប្រមូលផ្ដុំកាកសំណល់ហើយរួមហ្នឹងគឺជាចំណុចចុងក្រោយដែលមានកាកសំណល់ពីប្រព័ន្ធរំលាយអាហារនិងប្រព័ន្ធបញ្ចេញចោលហើយការបន្តពូជហ្នឹងគឺវាបញ្ចេញមកក្រៅហើយប្រព័ន្ធប្រសាទរបស់សត្វអំភិបហ្នឹងមានការវិវត្តខ្ពស់ជាងត្រីដោយខួរក្បាលចែកចេញជា5ផ្នែកគឺខួរមុខខួរពាក់កណ្ដាលខួរក្រោយហើយនិងខួរខ្នង
និងកញ្ចឹមខួរហើយខួរមុខហ្នឹងមានការអភិវឌ្ឍធំជាងដើម្បីសម្របខ្លួនទៅនឹងការលើគោកហើយនឹងនៅក្នុងទឹកហើយវាមានប្រព័ន្ធប្រសាទមជ្ឈមណ្ឌលហ្នឹងខួរក្បាលហើយនឹងខួរឆ្អឹងខ្នងនិងមានបរិមណ្ឌលប្រសាទសរសៃប្រសាទដើម្បីបញ្ចេញចលនានិងសរីរាង្គវិញ្ញាណលក្ខណៈសំខាន់នៃប្រព័ន្ធប្រសាទអំភិបហ្នឹងគឺខួរក្បាលមានការភិវឌ្ឍខ្ពស់ជាពិសេសខួរក្បាលហ្នឹងហ្មងហើយនឹងខួរក្បាលតូចដែលមានជួយដល់តុល្យភាពនិងការសម្របសម្រួលចលនាហើយសរីរាង្គវិញ្ញាណហ្នឹងមានភ្នែកមានតបភ្នែកហ្នឹងនិងត្រចៀកមានកែវត្រចៀកហើយច្រមុះដែលមានការអភិវឌ្ឍខ្ពស់ជាងត្រីហ្នឹងគឺដើម្បីរស់នៅលើគោកសរសៃប្រសាទព័ន្ធប្រសាទមណ្ឌលគឺភ្ជាប់ខួរក្បាលទៅនឹងខួរឆ្អឹងខ្នងទៅកាន់សាច់ដុំនិងសារពាង្គកាយផ្សេងចូលដល់កង្កែបបន្តពូជទៅដល់រដូវភ្លៀងកង្កែបហ្នឹងគឺកង្កែបឈ្មោលគឺវានឹងកង្កែបញីហ្នឹងហើយកង្កែបញីបញ្ចេញពងទៅក្នុងទឹកហើយកង្កែបឈ្មោលហ្នឹងបញ្ចេញស្ពាម៉ាតូស៊ូអ៊ីតទៅលើពងទាំងនោះបន្ទាប់មកការបន្តពូជពីប្រព្រឹត្តទៅខួរខ្លួនពីញីបង្កើតនឹងបានស៊ីកូនហើយសុទ្ធបង្កកំណើតហ្នឹងហើយស៊ីកូនហ្នឹងកូនញាស់រស់នៅក្នុងទឹកហើយដកដង្ហើមតាមស្រកីកូនកោកហ្នឹងលាស់ដោយរងបំរែរូបហើយរីឯវាដោះជើងក្រោយរួចមកមុខឯកន្ទុយរួញហ្នឹងគឺបាត់បន្តិចបងរហូតអស់ហើយពេលនោះគឺសួតរបស់វានឹងកាត់ឡើងហើយខ្លាចជាងកង្កែបដែលអាចរស់នៅលើគោកផងនិងលើទឹកផង 2.3 ហ្នឹងគឺសត្វល្មូនហ្នឹងគឺមានសត្វឆ្អឹងកងដែលមានកម្ដៅអថេរហើយវាដកដង្ហើមតាមសួតនិងមានស្បែកស្ងួតគ្មានស្រកាដបទៅដោយស្រកាក្រាស់គ្មានបំរែរូបដោយកង្កែបទេឯសត្វឯកភេទវិញគឺបង្កដោយក្នុងនៅបង្កើតក្នុងហើយបេះដូងមាន3ថតគឺលើ2ហើយនិងក្រោម1ហើយរស់នៅលើគោកហើយខ្លះទឹកឯក្នុងទឹកឯខ្លះទៀតអាចលុះនៅលើគោកផងនិងនៅក្នុងដីផងអាចលើទឹកផងនិងលើគោកផងហើយការបន្តពូជហ្នឹងសត្វល្មូនហ្នឹងការបន្តពូជទៅដោយសារពាង្គកាយមេនឹងបញ្ចេញសុទ្ធទៅលើដីពេលនៅក្នុងរាងកាយមេហ្នឹងសុទ្ធត្រូវបានរំពាត់ទៅដោយភ្ងាសនិងសម្បុកសម្រាប់ការលូតលាស់អំប្រយុងហើយការពារទៅដោយទឹកភ្លួហើយសុទ្ធហ្នឹងវាស្តុកអាហារដែលការចេញពីខ្លាញ់និងប្រូតេអ៊ីនសម្រាប់ចិញ្ចឹមជីវិតអឹមប្រយុងនៅពេលកំពុងលូតលាស់ហើយភ្ងាអលង្ការហ្នឹងរ៉ាប់រងដំណក់ដង្ហើមនិងការបញ្ចេញចោលហើយរុនទូចហ្នឹងរបស់សម្បកសុទ្ធហ្នឹងអនុញ្ញាតឲ្យអុកស៊ីសែនចូលទៅក្នុងសុទ្ធហើយឲ្យឧស្ម័នហ្នឹងចេញពីសុទ្ធទី2គឺការរបត់ឈាមរបស់ហើយដល់ 2.4 ហ្នឹងគឺថ្នាក់បក្សីហ្នឹងគឺជាសត្វឆ្អឹងកងដែលមានកម្ដៅអថេរហើយមានអវយវៈមុខជាផ្ទាំងស្លាបបន្សាំខ្លួនទៅនឹងការហើរមកកំណត់ក្នុងហើយពងមកក្រៅហើយក្របដណ្ដប់ដោយស្លាបនិងរោមជើងមានស្រកាហើយនឹងអំប្រយុងមានទឹកភ្លួហើយបេះដូងវាចេះជា4ថតគឺថតលើពីថតលើ2ហើយនឹងថតក្រោម2ហើយដកដង្ហើមតាមសួតហើយរបត់ឈាមរបស់នឹងប្រដាប់ដង្ហើមហ្នឹងបាក់សីមានរបត់ឈាមបិទហើយដំណើររបត់ឈាមតូលហ្នឹងគឺបេះដូងមាន4ថតគឺដំណើររបត់ឈាមបាក់សីគឺរបត់ឈាមទី1គឺរបត់ឈាមតាមសួតឈាមខ្សត់អុកស៊ីសែនថតចេញពីក្រៅស្ដាំនៅកាន់សួតហើយរំដកឧស្ម័នកាបូនិកទៅឲ្យសរសៃបដូរដោយចាប់យកអុកស៊ីសែនឲ្យមកសួតវិញហើយបន្ទាប់មកឈាមសម្បូរអុកស៊ីសែនហ្នឹងក៏ចេញទៅសួតហើយថតចេញឆ្វេងបេះដូងរួចក៏ថតមកក្រោមរបត់ឈាមទី2គឺរបត់ឈាមវែងគឺឈាមសម្បូរដោយអុកស៊ីសែនហើយចេញតាមថតឆ្វេងទៅកាន់ជាលិកាផ្សេងៗរបស់សារពាង្គកាយហើយរួចបបង់អុកស៊ីសែនឲ្យទៅជាលិកាទាំងនោះដោយចាប់យកឧស្ម័នកាបូនិកមកវិញបន្ទាប់មកឈាមខ្សត់អុកស៊ីសែនហ្នឹងក៏ធ្វើដំណើរត្រឡប់ទៅជាលិកាផ្សេងៗចូលទៅក្នុងថតស្ដាំបេះដូងរួចក៏ថតមកក្រោមវិញការបន្តពូជដោយរបស់បក្សីហ្នឹងគឺបន្តពូជដោយភេទហើយបង្កកំណើតនៅក្នុងហើយបក្សីមេហ្នឹងត្រូវពងនៅក្រៅហើយពងរបស់វាហ្នឹងត្រូវក្រាបដោយមេហើយដើម្បីឲ្យកម្ដៅហ្នឹងវារហូតដល់សុទ្ធញាស់នៅពេលញាស់ហ្នឹងកូនបក្សីចុះសម្បុកមកក្រៅក្រោយញាស់ហើយកូនបក្សីមកទីហ្នឹងអាចរកចំណីដល់ខ្លួនឯងបានហើយ
ឲ្យកូនបក្សីខ្លះទៀតប្រៀបរលកចាបហ្នឹងត្រូវរកមេចំណីមកចិញ្ចុកឲ្យវាបានវិអាហារបានយកចំណុចដល់ 2.5 ហ្នឹងគឺឋានកសត្វហ្នឹងគឺសត្វឆ្អឹងកងគឺថេកម្ដៅខ្លួនក្របដណ្ដប់ទៅដោយរោមហើយចិញ្ចឹមកូនទៅដោយទឹកដោះហើយស្បែកមានក្រពេញវាខ្លះវារស់នៅលើគោកហើយដូចមនុស្សនឹងឆ្មាដែរហើយខ្លះទៀតវានៅក្នុងទឹកគឺត្រីបាឡែនហើយខ្លះទៀតអាចហៅបានដូចជាកាជៀវហ្នឹងដូចជាចាបអីជាដើមហើយភាគច្រើនវាផ្លាស់ទីដោយដើរសត្វឯកភេទហ្នឹងគឺបង្កកំណើតក្នុងហើយបេះដូងវា4ភ្នោតហើយដកដង្ហើមតាមសួតហើយអំប្រយងហ្នឹងមានទឹកភ្លុះហើយនឹងលូតលាស់ក្នុងស្បូនហើយរូបគុំរបស់សត្វហ្នឹងគឺសារពាង្គកាយមានផ្នែកក្បាលដងខ្លួនមានអាវភិវៈហើយដងខ្លួនមានសន្ទះទ្រូងនៃខណ្ឌចែកជាសរីរាង្គក្នុងប្រអប់ទ្រូងនិងក្នុងពោះក្នុងប្រអប់ទ្រូងហ្នឹងមានបេះដូងថតចំនួនខ្យល់ហើយនឹងបេះដូងអាហារនិងសរសៃឈាមហើយក្នុងពោះនឹងមានក្រពះពោះវៀនថ្លើមលំពេងហើយនឹងតម្រងនោមផ្ទាល់និងផ្លោកអូវែដូចគេហៅថាថនិកសត្វញីហើយប្រដាប់របត់ឈាមហ្នឹងគឺប្រដាប់របត់ឈាមបិទដំណើររបត់ឈាមទ្វេហើយបេះដូងវាមាន4ថតហើយដើម្បីដំណើរការឈាមប្រព្រឹត្តទៅហ្នឹងគឺលំនាំដូចឈាមរបត់បក្សីដែរហើយប្រព័ន្ធរំលាយអាហារហ្នឹងគឺរបស់ថនិកសត្វដែលមានរចនាសម្ព័ន្ធស្មុគស្មាញរួមមានមាត់បំពង់អាហារហើយនឹងមានបេះដូងហើយមានក្រពះចំនួន4ថតដែលជួយសម្រួលដល់ការថែនិងបែកជាតិអសរសៃរុក្ខជាតិហើយលើសពីនេះទៀតវាមានពោះវៀនតូចពោះវៀនធំហើយនឹងរន្ធគូសសម្រាប់ស្រូបយកជីវជាតិនិងទឹកហើយប្រព័ន្ធបញ្ចេញចោលរបស់ថនិកសត្វហ្នឹងមានមុខងារសំខាន់ក្នុងការច្រោះកាកសំណល់ជាតិពុលហើយនឹងគ្រប់គ្រងតុល្យភាពទឹកអំបិលក្នុងសារពាង្គកាយហើយសមាសធាតុសំខាន់រួមមានតម្រងនោមបំពង់ផ្លោកនោមហ្នឹងគឺបង្ហូរនោមប្រព័ន្ធប្រសាទរបស់ថនិកសត្វហ្នឹងមានការវិវត្តខ្ពស់និងមានភាពស្មុគស្មាញហើយប្រព័ន្ធប្រសាទរបស់ថនិកសត្វហ្នឹងមានឆ្អឹងកងមាន2ផ្នែកគឺមជ្ឈមណ្ឌលប្រសាទហើយនិងបរិមណ្ឌលប្រសាទហើយកម្មបន្តកំណើតរបស់ថនិកសត្វហ្នឹងប្រព្រឹត្តទៅដោយក្នុងខ្លួនសត្វញីប្រយងហើយនឹងលូតលាស់ទៅក្នុងស្បូនហើយអាចចិញ្ចឹមជីវិតទៅដោយផ្អែកទៅលើសុខរបស់សត្វញីហើយប្រព័ន្ធសារពាង្គកាយទាំងនោះដំណើរការដោយឯករាជ្យដោយពេលការទារកចិញ្ចឹមជីវិតដោយទឹកដោះម្ដាយរហូតដល់អាចបរិភោគអាហារផ្សេងបានជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលទស្សនារបស់ slide របស់ក្រុមនាងខ្ញុំ